បាទជំរាបសួរបងប្អូនអង្គមីនក៏គ្នាបាទថ្ងៃនេះមកលេងផ្ទះយាយមកលេងផ្ទះយាយពីអ្នកតាបាទយាយចាំជ្រូកមេ2ហើយឥឡូវកើតលេចកើតដល់កូនជ្រូកបានកើតទៀតណាបាទដល់ពី10កូនហើយនេះទៅកើតខ្លួនតន់អស់ហើយនឹងគូហើយបងប្អូនហើយ12គឺនៅទាំងអស់យាយចាំកប៉ះបងប្អូននៅផ្ទះចិត្តគ្នាទេហើយទីតាំងនៅខាងភូមិទឹករត់ទី2ឃុំចន្ទ្រីស្រុកព្រំហែកខេត្តស្វាយរៀងយើងបងប្អូនអង្គមីនទាំងអស់គ្នាបាទហើយមុខរបរចាំជ្រូកដូចយាយក៏ចាំមកសាក់ចាំតែចាំកបតាយាយចាំកបមកតាំងដើមមកចាញ់លោកតានេះមកមេមួយកូនមួយ10ក៏មានដែរណាបើមេមួយកូន16 10 16កាប់កូនអូ10លើ10បាទអូសាហាវបងប្អូនចង់និយាយថាធម្មតានេះយាយលេងចាំនេះចាំវិញទៀតណាបាទយាយផ្អាកមករយៈពីមុនគាត់ចាំទី1ពីមុនគាត់តម្លៃជ្រូកមិនសូវបានថ្លៃដែរបាទ70000កាមុន70000យើងតែក្នុងមាសនៅថៅតែពីបានបាទហើយប្រហែលតាំងពីឆ្នាំប្រហែលឆ្នាំហ្នឹងទេបានឆ្នាំអីចាំឈប់ប្រហែលជាងជាប់5 10ឆ្នាំហ្នឹងអូបាទឈប់ឡើង5 10ឆ្នាំហើយទៅមកឥឡូវបាទយាយបាទមកពីមុនកូនជ្រូកលេងមួយតែ70000អីហ្នឹងកាល5 10ឆ្នាំមុនបាទតើល្អទៀតយើងលក់ដល់សន្តិហ្នឹង70000បានល្អអាមិនល្អបាទពី5 10ឆ្នាំមុនដូចនិយាយថាអញ្ចឹងមួយតែ5-70000ទេកូនជ្រូកហើយតែពេលទីផ្សារក៏រៀងថោកពេកហើយវាមិនសូវទលំទលាយទេដោយសារតែឥឡូវជ្រូកឡើងថ្លៃហើយអ្វីដែលសំខាន់មិនមែនត្រឹមតែឡើងថ្លៃតែសាច់ទេកូនជ្រូកក៏រៀងបានថ្លៃដែរបាទពេលអញ្ចឹងទៅយាយក៏គាត់ទៅចាប់ដើមពីអ្នកយាយតានៅផ្ទះបាទឆ្លៀតចាំជ្រូកបន្ថែមតែឥឡូវបងប្អូនឃើញអញ្ចឹងបាទជ្រូកទៅកើតថ្ងៃហ្នឹងមកបាទខ្ញុំមកលេងគាត់ថាមកយូរបានមកផ្ទះម្ដងដែរទៅបានមកផ្ទះពេលមកផ្ទះមកលេងយាយថាឃើញយាយចាំជ្រូកពួកខ្ញុំបែបតាដើរខាងចាំជ្រូកដែរខាងចាំជ្រូកចាំសាក់ពេញឥឡូវយាយស្ងាត់បានជ្រូកពី10ធ្វើបង្ងើយទៀតដែរបងប្អូនចឹងមកថាបងចាំជ្រូកបងប្អូនអ៊ំពុំមីងយើងក៏ចាំកប៉ុនចាំបានហើយយើងនៅផ្ទះធ្វើការងារផ្សេងបានហើយទាំងនេះបាទយាយគាត់វិចនំលក់ពីអ្នកយាយតាផងបាទក្នុងវីដេអូនេះផ្ញើជូនបងប្អូនយើងអ្នកគាត់ចាប់ដើមចាប់អារម្មណ៍មុខរបរកសិកម្មមិនថាចាំសត្វជ្រូកឬក៏សត្វផ្សេងៗទៅនៅផ្ទះបើយើងឆ្លៀតបានល្អបាទ